គ្នាហ្នឹងថ្ងៃនេះខ្ញុំចង់ធ្វើវីដេអូបង្ហាញពីការប្រើប្រាស់ហើយនឹង set up កម្មវិធី EV Smart Trip Recorder បាទក្នុងករណីយើងប្រើនេះយើងមាន2ទី1យើងប្រើលើទូរស័ព្ទទី2យើងប្រើនៅលើឡានយើងប្រើបានទាំងពីរហ្នឹងក៏ប៉ុន្តែពីរហ្នឹងគឺ database ដាច់ពីគ្នាទេព្រោះដោយសារខ្ញុំអត់មានទុកទិន្នន័យផងបងប្អូនអរគ្នាទេគឺបងប្អូននេះគ្រប់គ្រងទិន្នន័យដោយខ្លួនឯងបាទព្រោះ app នេះមិនមែនធ្វើដើម្បីជាប្រយោជន៍ខ្ញុំទេគឺធ្វើជាប្រយោជន៍របស់អ្នកប្រើប្រាស់អញ្ចឹងទិន្នន័យទាំងអស់គឺនៅលើឡានផងបងប្អូនឬក៏នៅក្នុងទូរស័ព្ទផងបងប្អូនហើយបើសិនជាបងប្អូនភ្ជាប់ Telegram ID ផងបងប្អូនវានឹងភ្ជាប់ចូលក្នុង Telegram ID ផងបងប្អូនអញ្ចឹងណាបាទអញ្ចឹងទី1យើង install app ទាំងចេញពីក្នុង file APK ដែលខ្ញុំផ្ញើចូលទៅក្នុង group EZ Hub ហ្នឹងយកមក set up ទៅអាចចូលក្នុង set up ទៅក្នុងឡានក៏បាន set up ក្នុងទូរស័ព្ទដៃក៏បានអញ្ចឹងក្នុងនេះខ្ញុំឧទាហរណ៍នៅលើទូរស័ព្ទដៃអញ្ចឹងពេលដែលបើកមកគឺវា load បែបនេះណាវា load បែបនេះអញ្ចឹងត្រង់នេះគឺមាន ID មាន ID អញ្ចឹងបងប្អូនបើសិនជាបងប្អូនប្រើនៅលើទូរស័ព្ទបងប្អូនអាចចុចនៅកន្លែងនេះចុចទៅវានឹង load ចូលទៅក្នុង account របស់ខ្ញុំហើយប៉ុន្តែមុនបងប្អូនចុចបងប្អូនចុច send ID to Jamie សិនទៅដើម្បីឲ្យ ID វា load មកខ្ញុំបាទពេលដែល ID វា load មកខ្ញុំដឹងថាមានអ្នកចូលប្រើហើយអញ្ចឹងពេលដែលមានអ្នកចូលប្រើខ្ញុំត្រៀម activate បង្កើត key code ឲ្យបងប្អូនហើយអញ្ចឹងបងប្អូនអាច screenshot លេខនឹងក៏បានបងប្អូនអាចវាយបង្ហាញមកខ្ញុំក៏បានដែរតែមិនបងប្អូនតែប្រាប់ខ្ញុំណាប្រាប់ខ្ញុំកន្លែងនេះអញ្ចឹងនេះជា ID Telegram របស់ខ្ញុំបាទអញ្ចឹងពេលដែលបងប្អូនបានតាក់ទងមកខ្ញុំហើយខ្ញុំបង្កើត key code ឲ្យបងប្អូនហើយបងប្អូនយកមកវាយចូលខាងលើនេះវាយចូលខាងលើនេះហើយបងប្អូនបង្កើតដាក់ថា verify ហើយនឹង unlock ទៅបងប្អូនចូលប្រើកម្មវិធីនឹងបានហើយបាទអញ្ចឹងតោះពីខ្ញុំ generate code ហើយយើងផាសវាមកនឹងមកហើយយើងចុច verify unlock បាទពេលចុច verify unlock វានឹងចេញផ្ទាំងបែបនេះឲ្យយើងបាទអញ្ចឹងដំបូងគេបំផុតយើងត្រូវធ្វើគឺស្រេចលើបងប្អូនទេបើសិនបងប្អូនចាប់ដើមវាយបញ្ចូលយកហ្មងក៏បានដែរអត់មានបញ្ហាទេអញ្ចឹងដើម្បីឲ្យងាយស្រួលយើងចង់ set up មុនទៅហើយខ្ញុំចង់ set up មុនទៅហើយអញ្ចឹងយើងចូលមកខាងក្រោមគេបំផុតអស់ឡើងមកហើយបើនៅក្នុងឡានក៏ដូចគ្នាដែរអស់ទៅនៅខាងឆ្វេងដៃមានកន្លែងមួយដាក់ Telegram ID set up នេះណាបាទអញ្ចឹងយើងចុចលើនឹងមកអញ្ចឹងមានបង្ហាញឲ្យយើងចូលទៅក្នុង boot Telegram boot នេះដើម្បីប្រាប់ពីលេខកូដរបស់យើងលេខកូដ ID របស់យើងដើម្បី app វាបញ្ជូន trip history ទៅកាន់ Telegram របស់យើងដើម្បី backup ដើម្បី backup អញ្ចឹងយើងអាចចុចនៅលើនេះក៏បានបើសិនជាឡានយើងមាន Telegram តែបើអត់មានទេយើងអាចវាយរសឈ្មោះនេះណានៅក្នុង Telegram យើងទៅហើយយក pass ID នឹងមកបាទអញ្ចឹងបងប្អូនមក search រ boot ហ្នឹងនេះ boot ហ្នឹងបាទហើយបងប្អូនចុច start boot ទៅពេលដែលបងប្អូនចុច start boot ហ្នឹងវានឹងបង្ហាញ ID របស់បងប្អូនមកនេះ ID នេះណាអញ្ចឹងបងប្អូនចុចនៅលើ ID ហ្នឹងមកវា copy ហើយអញ្ចឹងបងយកទៅដាក់នៅក្នុង Telegram នៅក្នុង app របស់យើងវិញបាទយើងយកមកដាក់ត្រង់នេះបាទពេលហ្នឹងយើងអាច send record ហ្នឹងបន្ទាប់ពីយើងកត់ហើយយើង send record ហ្នឹងចូល Telegram យើងបានហើយតែយើងបើកមើលតាមរយៈ boot របស់យើងធ្វើមិនហ្នឹងបាទអញ្ចឹងត្រង់នេះគឺជា basic setup មួយដែលយើងត្រូវធ្វើមុនគេបំផុតបាទបន្ទាប់ពីយើងធ្វើមួយទៀតបើបងប្អូនចង់កត់location មានន័យថាបងចាប់ដើមចុច start នៅត្រង់ណាហើយចុច stop នៅត្រង់ណានៅក្នុង Google Map បងអាចចុចនៅកន្លែងនេះដើម្បីវាមានកន្លែងមួយគេដាក់ថា auto capture GPS អញ្ចឹងយើង tick ត្រង់ហ្នឹងមកគឺវា auto capture រាល់ពេលដែលយើងធ្វើការចុច start ឬក៏យើងចុច stop បាទចុច start ឬចុច stop អញ្ចឹងតែប៉ុណ្្នឹងឯងអញ្ចឹង Telegram ID ត្រង់នេះវានឹងដូរពី setup មក ready អញ្ចឹងបានន័យថាយើងអាចធ្វើការបានហើយអាចធ្វើការ keep record បានហើយបាទអញ្ចឹងយើងអស់មកលើវិញយើងបញ្ជាក់នៅខាងលើនេះវិញការប្រើប្រាស់បាទតើតើនឹងការប្រើប្រាស់អញ្ចឹងទី1យើងដាក់ឈ្មោះត្រង់នេះណាដាក់ឈ្មោះអីក៏បានដែរស្រេចលើយើងក្នុងការចំណាំរបស់យើងទេហើយវាមិនចាំបាច់ត្រូវបងប្អូនដាក់ជាប់គ្នារហូតទេវាមិនចាំបាច់ទេបងប្អូនចង់វាយស្មើណា record ស្មើណាស្រេចចិត្តបងប្អូនទេអញ្ចឹងណាគ្រាន់ថាដើម្បីឲ្យវា accurate នៅចំនួនថ្មដែលនៅសល់សម្រាប់ឡានយើងជិះទៅផ្លូវឆ្ងាយឬក៏អីយើងអាចដឹងថ្មងយើង keep record រហូតបាទពេលណាយើងមានទិន្នន័យច្រើនអញ្ចឹងឡានវានឹងបង្ហាញទិន្នន័យមកថាយើងអាចជិះបានក្នុងរយៈពេលប្រហែលគីឡូឬក៏ប្រហែលចម្ងាយប្រហែលអញ្ចឹងណាបាទអញ្ចឹងយើងចុចដាក់ឈ្មោះមកបន្ទាប់មកទៀតយើងចុច start បាទយើងចុច start មកបើសិនជាឡានយើងថ្មីដាក់ក្នុងឡានក៏វាទាមទារឲ្យយើងallow location access ដែរដោយសារយើងបាន tick នៅខាងក្រោមកន្លែង GPS location មិញណាបាទអញ្ចឹងយើងអាចយក while using the app ទៅអញ្ចឹងវានឹងចាប់ដើម record ហើយវានឹងបង្ហាញថាតើឡានរបស់យើងនេះ
ប្រមាណអានេះគឺដោយសារអីដោយសារយើងអត់ទាន់បានដាក់ចំនួនភាគរយម៉ោងអីឲ្យទេបាទអត់ភាគរយថ្មសំទោសបាទភាគរយថ្មឲ្យទេអញ្ចឹងវានឹងលោត80ព្រោះដោយសារអីបានលោត80ដោយសារជាសង្ដាយើងទុក80បាទទុក80អញ្ចឹងនៅក្នុង simulator នេះវានឹងលោតមកអូតូដើម្បីបង្ហាញយើងថាតើ safe range របស់យើងនៅសល់ប្រមាណហើយយើងជិះ total អស់ដល់0ហ្មងគឺយើងជិះបានប្រមាណត្រង់នេះគឺ372 80អញ្ចឹងសម្រាប់ឡានយើងបាទអញ្ចឹងយើងអាចអូសថ្មយើងចុះឡើងបានយើងអាចឃើញថាអូថ្មយើងបានប្រមាណអីប្រមាណអញ្ចឹងណាបាទអញ្ចឹងបើថ្មយើងពេញហ្មង 100% ហ្មងគឺយើងជិះបានតាម WLTC នេះគឺ465បាទអញ្ចឹងយើងមើលតាមនឹងទៅដើម្បីត្រឡប់ទៅចុចលើកន្លែងខ្មៅចោលទៅវានឹងបាត់ហើយអញ្ចឹងយើងចាប់ដាក់គីឡូសិនក៏បានដែលចុច start មុនហ្មងក៏បានដែរបាទអញ្ចឹងយើងឧទាហរណ៍ថាឥឡូវខ្ញុំដាក់80បាទអញ្ចឹងខ្ញុំចុច start ម្ដងទៀតវានឹងយកទិននៃ80ហ្នឹងមកបើយើងដូរដាក់70វិញពេលចុច start វានឹងលោតតែ70ទេបាទនៅក្នុងនេះដែរយើងមានកន្លែងមួយដាក់ distance អញ្ចឹងឧទាហរណ៍ថាយើងចង់ទៅណាយើងថ្មយើងឥឡូវចាស់ស្ដាយ70ហើយយើងចង់ជិះប្រហែលគីឡូឧទាហរណ៍ថាយើងចង់ជិះ140គីឡូអញ្ចឹងឡាននេះជិះបានអត់70ជិះបានបាទជិះបានតែបើលើហ្នឹងអត់បានទេបាទឡើងដល់200គីឡូជិះអត់បានទេបាទអញ្ចឹងយើងអាចដឹងវាមិន 100% ទេតើតែបងប្អូនបញ្ចូលទិន្នន័យហ្នឹងឲ្យបានញឹកញយទៅវានឹងចាប់ដើមយកមកគិតហើយបាទយកមកគិតទៅនឹងចាប់ដើមគិតឲ្យបានត្រូវភាគច្រើនហើយអញ្ចឹងគីឡូហ្នឹងវានឹងផ្លាស់ប្ដូរទៅតាមtrip record របស់បងប្អូនមួយទៀតយើងបូក time speed បាទបូក time speed អញ្ចឹងបូក time speed នេះមានន័យថាម៉េចមានន័យថាបងប្អូនចង់ជិះប្រហែល average បាទជាមធ្យមបងប្អូនជិះប្រហែលគីឡូឧទាហរណ៍ថាបងប្អូនជិះមធ្យមបងជិះ80បាទបងជិះ80អញ្ចឹងយើងចុចឡើង simulator នេះឡើងវិញមកយើងអាចឃើញបើវាបាត់ដូចមិញណាព្រោះខ្ញុំទុកពេលតែ1នាទីទេបាទអញ្ចឹងចូលឡើង speed នេះមកយើងអស់50គីឡូហើយយើងជិះបាទយើងជិះឧទាហរណ៍ថាយើងជិះដល់140គីឡូអញ្ចឹងវានៅតែជិះបានអញ្ចឹងបាទហើយបើយើងគីឡូកាន់តែខ្ពស់គឺឡើងក្រហមហើយជិះអត់បានទេបាទអញ្ចឹងត្រង់នេះគឺគ្រាន់តែជា virtual សម្រាប់បងប្អូនមើលថាតើយើងអាចដឹងថាយើងជិះបានប៉ុណ្ណានៅក្នុងហ្នឹងបាទនេះគឺ simulator បាទ simulator ពេលចុច start គឺវាចាប់ដើមហើយតើតើជាមួយគីឡូគឺគីឡូឡានរបស់យើងកុងទ័រឡានរបស់យើងប៉ុន្មានឧទាហរណ៍ថា1000ហើយយើងជិះដល់1050អញ្ចឹងទៅជិះដល់50គីឡូហើយយើងចុច start មកវានឹងជាប់ម៉ោងហើយយើងចាប់វិញឧទាហរណ៍ខ្ញុំឧទាហរណ៍ថាយើងជិះអស់50គីឡូខ្ញុំគិតថាវាអស់60ចាស់គេដាក់ 10% ចាស់បាទគិត 10% ចាស់អញ្ចឹងយើង stop ពេលដែលយើងចុច stop វានឹងយកម៉ោងមកហើយក៏ប៉ុន្តែដោយសារម៉ោងខ្ញុំប្រើពេលតិចពេកអញ្ចឹងខ្ញុំសុំដាក់ម៉ោងវាឲ្យបានច្រើនបន្តិចគិតថា50គីឡូជិះ1ម៉ោងចាស់បាទជិះ1ម៉ោងអញ្ចឹងយើងឃើញថាជិះ distance 1ម៉ោងរយៈពេល1ម៉ោង1នាទីហើយខាងក្រៅវាកម្ដៅហេតុអីបានខាងវាកម្ដៅខាងនេះបងប្អូនដាក់ក៏បានដែរជាធម្មតាយើងយក35ទៅ40ព្រោះស្រុកយើងវាក្ដៅបាទតែយើងមើលទៅបើសិនយើង update មក version 1.2 ហើយវានឹងមានtemperature ហ្នឹងសីតុណ្ហភាពលើឡាននេះស្រាប់តែគាត់កលេចឃើញហើយបាទអញ្ចឹងត្រង់នេះយើងជិះប្រហែលខ្ទង់50គីឡូក្នុង1ម៉ោងបាទតែប៉ុណ្្នឹងទេក៏ប៉ុន្តែបងប្អូនចង់ detail ទៀតថាខ្ញុំចង់ detail ថាឡានខ្ញុំជិះបានប្រហែលទៀតបាទអញ្ចឹងបងប្អូនសេរីនៅខាងក្រោមនេះ climate នេះបាទ climate នេះសំទោសបាទ climate នេះមានន័យថាបងប្អូនសេរីកម្ដៅបងប្អូនសេរីដាក់ប្រមាណអង្សាហើយបងប្អូនប្រើ speed ដង្ហើមហ្នឹងប្រមាណបាទបងប្អូនរើសតាមហ្នឹងទៅបាទហើយបងប្អូនបើកក្នុង mode អីបងប្អូនរើសតាមហ្នឹងមកបាទហើយចំនួនអ្នកជិះបងប្អូនជិះប្រមាណអ្នកបងដាក់នៅនឹងមកហើយបងប្អូនដឹកអីដែរអត់ទេបើដឹកប្រហែលគីឡូសង្ស័យប្រហែលហើយតែយើងត្រូវមានអស់ហ្នឹងអានេះគឺកាត់បន្ថយការគិតខុសរបស់ឡានព្រោះឡានរបស់យើងជាឡានអគ្គិសនីដូច្នេះឡានអគ្គិសនីវាប្រកាសណាស់ហើយដាក់អីច្រើនជិះកាន់តែច្រើនវាប្រកាសជាស៊ីថ្មកាន់តែច្រើនដែរហើយបើយើងជិះតិចគ្នាតិចវាស៊ីថ្មតិចដែរនេះជាមូលហេតុបាទនេះជាមូលហេតុអញ្ចឹងតែប៉ុណ្្នឹងទេហើយសម្រាប់ឡានយើងដែលថាបច្ចុប្បន្ននេះយើងប្រើ EZ6 ទាំងអស់គ្នានៅក្នុងក្រុមនេះក៏ប៉ុន្តែនៅក្នុងឡានរបស់យើងមានកន្លែង car configuration នេះមានកន្លែងមួយដែលយើងអាចដូរបច្ចុប្បន្នយើងមាន Kia EV5 ហើយនិង Mazda EZ6 EZ6 EV5 ហើយនិង EV5 long range បើសិនជាបងប្អូនមានតម្រូវការប្រើផ្សេងឡាន EV ដទៃទៀតហើយអាចចង់ប្រើដែរខ្ញុំអាចបន្ថែមជូននៅក្នុងហ្នឹង
ឬក៏បងប្អូនអាចវាយបញ្ចូលខ្លួនឯងបាននៅក្នុងហ្នឹងយើងអាចដាក់ custom order នេះទៅបងវាយចូលមកថ្មឡានផងបងប្រហែលWLTC នឹងប្រហែល CLTC ប្រហែលហើយ protection floor នេះមានន័យថាទាបបំផុតយើងទុកថ្មឲ្យទាបបំផុតណាត្រឹមតែ 10% ទេបាទហើយខ្ពស់បំផុតយើងទុក 80 អាហ្នឹងគ្រាន់តែជាការទុកសម្រាប់ឲ្យវាយកឲ្យ app នេះវាយកទៅធ្វើ calculation ទេបាទ calculation ទេអញ្ចឹងតែប៉ុណ្្នឹងទេពេលដែលយើងបំពេញទិន្នន័យនឹងអស់ម្ដងហើយយើងគ្រាន់តែចុច calculate trip ពេលដែលយើងចុច calculate trip នេះវានឹងបង្ហាញឲ្យយើងឃើញថាឡានរបស់យើងនៅសល់ប្រមាណគីឡូទៀតដែលអាចបើកបានបាទហើយយើង compare គ្នាពី range ជាក់ស្ដែងនៅក្នុងឡាន dashboard app របស់យើងគេគិតបានប្រមាណហើយយើងជិះនឹង50គីឡូយើងអស់លុយប្រមាណហើយយើងបើយើងដាក់ fast charge យើងអស់លុយប្រមាណអញ្ចឹងយើងប្រៀបធៀបពី fast charge ជាមួយនឹងសាក់នៅផ្ទះយើងចំណេញប្រមាណហើយបើយើងប្រៀបធៀបទៅនឹងឡានសាំងវិញយើងចំណេញប្រមាណត្រង់នេះណាបាទហើយត្រង់នេះគឺ actual ហើយនឹង prediction នេះមានន័យថាapp វាគិតថាយើងត្រូវជិះល្បឿនប៉ុណ្ណឹងអីប៉ុណ្ណឹងត្រូវជិះអស់19គីឡូវ៉ាត់ក្នុង100គីឡូក៏ប៉ុន្តែយើងជិះអស់តែ15ទេអញ្ចឹងមានន័យថាអ្វីដែលយើងជិះហ្នឹងវាល្អសម្រាប់ការជិះឡានរបស់យើងហ្នឹងបាទហើយនៅក្នុងព័ត៌មានដតីទៀតនៅក្នុងនេះយើងអាចមើលបន្ថែមបានបាទហើយបើសិនជាយើងក្នុងករណីយើងចង់ send មក trip ហ្នឹងចូលក្នុង Telegram ហើយយើងចុចយើង send trip នេះមកបើអត់ទេយើងចុច save បាទយើងចុច save ពេលយើងចុច save ហើយយើងចូលមកកន្លែង history នេះយើងឃើញបាទយើងមាន trip មួយបាទមាន trip មួយមាន record ទាំងអស់នៅក្នុងហ្នឹងហើយនៅក្នុងយើងមាន GPS location នៅក្នុងស្រាប់ហើយ dashboard ត្រង់នេះគឺចាប់ដើម record trip ទៅវានឹងចាប់ដើមគិតថាបងប្អូនប្រើអស់ប្រមាណហើយយើងអាច filter range យើងចង់មើលថ្ងៃណាយើងអាចមើលបានហើយព័ត៌មាន detail នៅក្នុងនេះបងមានជាប្រចាំខែប្រចាំថ្ងៃ17ថ្ងៃ15ថ្ងៃមួយខែអីចឹងទៅបាទចឹងព័ត៌មាន detail ចំណែកនៅផ្នែកខាងលើ analytics នេះគឺបង្ហាញពីសេវាអញ្ចឹងចុងក្រោយយើងធ្វើសេវាអីប៉ុន្មាននៅក្នុងហ្នឹងចាប់ផ្ដើមបងប្អូនបញ្ចូល trip ឲ្យបានកាន់តែច្រើនទៅនឹងមានព័ត៌មានបង្ហាញឲ្យបងប្អូនមើលបានកាន់តែច្រើនដោយឡែកតើតមួយនឹងភាសាខ្ញុំអត់ទាន់បានមានពេលបកប្រែអស់ទេអញ្ចឹងបងប្អូនឃើញមាននៅត្រង់នេះដាក់ KH បងប្អូនចុចទៅនឹងមានបកប្រែជាភាសាខ្មែរដែរក៏ប៉ុន្តែវាមិនបានទាំងអស់ទេដោយសារខ្ញុំអត់ទាន់មានពេលអញ្ចឹងបងប្អូនអាចប្រើជាភាសាអង់គ្លេសខ្លះអញ្ចឹងទៅហើយ ABC នេះគឺមានន័យថាបងប្អូនអាចតម្លើងទំហំអក្សរកែងតូចពេកបងប្អូនមើលអត់ឃើញក៏ខ្ញុំអត់ទាន់បានធ្វើ 100% ដែរនេះគ្រាន់ថាខ្ញុំព្យាយាមធ្វើ main function វាសិនបាទចឹងអរគុណច្រើនបងប្អូនខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនអាចយកទៅប្រើប្រាស់ជាប្រយោជន៍បាទចូលប្រើប្រាស់ជាប្រយោជន៍ហើយមួយទៀតខ្ញុំចង់បង្ហាញកន្លែង history បាទ history នេះយើងមាន import export បាទ export នេះសំទោសដែរដោយសារនៅក្នុងឡានយើងវាអត់ទាន់ដំណើរការទេដូច្នេះខ្ញុំចង់ឲ្យបងប្អូនប្រើជា Telegram វិញពេលដែលបងប្អូន save ជា file Telegram ហើយវានឹងជាប់មានអក្សរ Telegram នៅហ្នឹងហើយបងប្អូនចុចលើ Telegram ហ្នឹងមកវានឹងផ្ញើ file របស់យើងហ្នឹងមកហើយអញ្ចឹង file របស់យើងមាននៅត្រង់នេះបាទអញ្ចឹងគឺផ្ញើមកនេះបាទអញ្ចឹងគឺផ្ញើមកហើយអញ្ចឹងក្នុងករណីដែលបងប្អូនចង់ save អាហ្នឹងចូលឧទាហរណ៍ថាបងប្អូនត្រូវការ backup ចូលទៅក្នុងកុំព្យូទ័រចូលទៅក្នុងឡានរបស់បងប្អូនឬចូលទៅក្នុងទូរស័ព្ទរបស់បងប្អូនកន្លែងផ្សេងបាទអញ្ចឹងទី1បងប្អូនចុចអានេះបាទចុចអានេះដើម្បី copy ឈ្មោះវាហើយបងប្អូន save វាមក save to download មកបាទហើយបន្តមកទៀតបងប្អូនចូលមកកន្លែងនេះឧទាហរណ៍ខ្ញុំ clear trip នឹងចោលសិនបាទអញ្ចឹងខ្ញុំ import ចូលបងប្អូនគ្រាន់តែ search មកsearch ដាក់ឈ្មោះហ្នឹងមកឈ្មោះដែលយើង copy មកហ្នឹងណាបាទវានឹងឃើញមកនេះយើងចុចមកអញ្ចឹងទិន្នន័យយើងមកវិញហើយបាទអញ្ចឹងយើងអាចធ្វើអញ្ចឹងទាំងក្នុងឡានទាំងក្នុងទូរស័ព្ទបាទយើងវែងបន្តិចវីដេអូប៉ុន្តែសារវាមាន function ច្រើនអញ្ចឹងហើយសង្ឃឹមថាបងប្អូនយកទៅជាផលប្រយោជន៍ប្រើហើយយកជាគំនិតបើមានអីត្រូវ update មកខ្ញុំវិញថាវាគួរតែអញ្ចេះខ្ញុំរីករាយនឹងទទួលយកការកែតម្រូវអរគុណ